Vlog ថ្ងៃទី2នៅសៀមរាបប៉ុន្តែដើរលេងម្នាក់ឯងអញ្ចឹងតោះតើមើលមួយខ្ញុំថាមួយថ្ងៃពេញហ្នឹងខ្ញុំបានតាណាខ្លះហើយខ្ញុំបានធ្វើអីខ្លះអញ្ចឹងងើបផឹកឡើងម៉ោង7ជាងនិយាយទៅអ្នកផ្ទះគេនាំគ្នាទៅវត្តអញ្ចឹងណាអស់សល់តែខ្ញុំមួយឯងអត់បានទៅហើយបើឲ្យនៅផ្ទះម្នាក់ឯងក៏អត់កើតដែរព្រោះខ្លាចឆ្កែអញ្ចឹងមានតែទាញម៉ូតូចេញទៅរកហាងកាហ្វេអង្គុយលេងសិនហើយកន្លែងខ្ញុំមកនេះគឺឈ្មោះថាស្ថានទូតកាហ្វេអ្នកនរគ្នានិយាយទៅកន្លែងនេះខ្ញុំចង់មកយូរហើយមកសៀមរាបច្រើនដងមិនចឹងក៏ដែរបានចូលកន្លែងនេះដែរដល់ពេលលើកនេះបានមកម្នាក់ឯងអញ្ចឹងស្រួលចង់ទៅណាទៅនឹងមកហើយបើសួរថាចាខ្ញុំ skip breakfast មែនអត់ទេអ្នកនរគ្នាប៉ុន្តែអត់ទលាប់ញ៉ាំប្លុំពេករបៀបថាដាក់អត់តន់ចូលអីអញ្ចឹងណាហើយបើសិនជាឲ្យដាក់កាហ្វេក៏អត់តន់ចូលដែរអញ្ចឹងទៅក៏ចង់សាកជាមួយនឹង matcha ដោយសារតែនៅនេះគេមានអាប់ដេតជាមួយនឹង matcha អីអញ្ចឹងហើយបើនិយាយពីបរិយាកាសហាងកាហ្វេវិញអ្នកនរគ្នាស្អាតខ្លាំងមែនតើបងខ្ញុំអត់ដឹងថាមិនដែររបៀបថាវាកន្លែងហ្នឹងវាអត់ trending ដូចកន្លែងផ្សេងអីអញ្ចឹងឬមួយក៏គេបើកយូរហើយខ្ញុំអត់សូវច្បាស់ដែរគ្រាន់តែថានៅនេះគឺស្អាតហ្មងតែដល់ពេលមកពេលផឹកប្លឹមដូចខ្ញុំចាស់និយាយទៅគឺថា heaven ហ្មងពេលខ្លះយើងមួយយ៉ាងដែរលក្ខណៈថាយើងមកម្នាក់ឯងយើង introvert អីអញ្ចឹងដល់ពេលមកពេលផឹកអត់មានមនុស្សអញ្ចឹងទៅគឺថាងាយស្រួលក្នុងការលើកដៃលើកជើងថតហ្មងចាហើយដូច sticker នេះអញ្ចឹងពេលដែលយើងចូល order drink ទៅគឺគេមានដាក់តាំងនៅមុខហ្នឹងអីអញ្ចឹងចាគឺខ្ញុំយកមកទាំងអស់ហ្មងហើយមុននឹងទៅមកកន្លែងទៀតគឺខ្ញុំមកថាច់ឆ្អាប់ជាមួយនឹង plus សិននិយាយទៅតែមុខមិនបានភេញគឺឡើងចេញមកហើយមុននឹងទៅមកកន្លែងទៀតហ្នឹងក៏ឆ្លៀតរកវ៉ែនតាខ្មៅទុកពាក់តាមផ្លូវដែរនិយាយទៅគឺពិបាកមើលផ្លូវពេកហើយយើងពាក់តែម្ដងអីអញ្ចឹងទិញតែ2500ទៅយកទៅណាមិនអស់តែដល់ពេលមកមើលវីដេអូនេះមកវិញចាឃើញមុខខ្លួនឯងល្អមើលខ្លាំងហើយកន្លែងបន្ទាប់ដែលយើងទៅហ្នឹងគឺអង្គរ market អ្នកគ្នានិយាយទៅគឺចង់មកដើរមើលផ្សារទំនើបគេអីអញ្ចឹងគេថានៅនឹងមានសម្បូររបស់របរអីចឹងទៅហើយពេលមកដល់គឺថាសម្បូររបស់គេហ្មងហើយខ្ញុំទៅវិញហ្នឹងគឺទិញបានតែប៉េះមួយជាមួយនឹងក្រូសាំងមួយនិយាយទៅទិញទុកញ៉ាំពេលផឹកដល់ពេលថ្ងៃអីអញ្ចឹងហើយចេញពីហ្នឹងគឺខ្ញុំទៅកាហ្វេមាត់ស្ទឹងអ្នកនរគ្នាកន្លែងហ្នឹងខ្ញុំក៏ចង់មកយូរដែរលក្ខណៈថា vibe របស់គេមានអង្គុយដូចអី camping អីចឹងណាហើយកាហ្វេគេលក់នៅលើឡានអីចឹងហើយបើនិយាយពីតម្លៃវិញគឺថាធូរថ្លៃហ្មងសំខាន់រសជាតិគេនៅនេះគឺថាឆ្ងាញ់និយាយទៅបើសិនជាអ្នកនរគ្នាធ្លាប់ជិះកាត់មាត់ស្ទឹងហើយធ្លាប់ឃើញកន្លែងនេះហើយអត់ទាន់បានសាកអ្នកនរគ្នាអាចសាកបានហើយបើនិយាយពីអាកាសធាតុវិញគឺថាអំណោយផលខ្លាំងហ្មងនិយាយទៅមកអង្គុយញ៉ាំក្រូសង់ផឹកកាហ្វេមើលទេសភាពមាត់ស្ទឹងអីអញ្ចឹងនិយាយពីថាជាតិហ្មងនិយាយមែនអ្នកនរគ្នាខ្ញុំអត់គិតថាខ្ញុំអាចធ្វើរឿងចឹងម្នាក់ឯងបានទេធ្លាប់តែទៅណាមកណាតតែមានគ្នាអីអញ្ចឹងប៉ុន្តែបើខ្ញុំធ្វើរឿងទាំងអស់ហ្នឹងនៅសៀមរាបគឺខ្ញុំអាចធ្វើបានអញ្ចឹងបើគេនិយាយក្នុង TikTok ហ្នឹងណា when life hurt សៀមរាប heal ហើយចេញពីកន្លែងហ្នឹងខ្ញុំថារត់ទៅសួនរុក្ខជាតិអង្គរអីអញ្ចឹងណាហើយក៏រៀងតាក់ទើអញ្ចឹងណាដោយសារតែចង់ទៅបាយថ្ងៃនៅបាគងអីដែរពេលហើយអ្នកផ្ទះក៏គាត់ចេញពីវត្តមកគាត់ថាចង់ទៅបាយនៅបាគងដែរអញ្ចឹងក៏ជុំគ្នានៅបាគងហើយខ្ញុំជិះម៉ូតូពីក្រុងសៀមរាបនេះចេញទៅបាគងហ្មងហើយជិះតាមផ្លូវហ្នឹងក៏ឃើញបងគាត់ឯណាគាត់ដើរអញ្ចឹងណាពេលហ្នឹងគឺគាត់ដើរចិត្តដល់ក្រុងហើយអ្នកនរគ្នាមែនណាខ្ញុំសរសើរគាត់ខ្លាំងហ្មងអាពេលខ្ញុំជិះពីពេញមកសៀមរាបហ្នឹងគឺឃើញគាត់ដើរម្ដងហើយដល់ពេលខ្ញុំជិះម៉ូតូម្នាក់ឯងចេញពីសៀមរាបវិញទៀតក៏ឃើញគាត់ដើរម្ដងទៀតហើយបើនិយាយពីកន្លែងដែលខ្ញុំទៅបាយនៅបាគងហ្នឹងអ្នកនរគ្នាខ្ញុំអត់ទៅកន្លែងដែលមានមនុស្សច្រើនហៅម៉ួយហៅអីទេហើយកន្លែងដែលខ្ញុំទៅបាយហ្នឹងគឺនៅទល់មុខជាមួយនឹងវិទ្យាល័យប្រាសាទបាគងហ្មងអ្នកនរគ្នានិយាយទៅកន្លែងហ្នឹងបែបលក្ខណៈសាមញ្ញបើនិយាយពីរសជាតិអាហារវិញគឺឆ្ងាញ់ហើយបើនិយាយពីតម្លៃក៏សមរម្យដែរហើយនៅហ្នឹងលក្ខណៈថាអត់ញ៉ៃអីអញ្ចឹងណាអញ្ចឹងទ្រាំតាបាយថ្ងៃជុំគ្នាហើយទ្រាំតាជិះទៅដល់ផ្ទះវិញអីអញ្ចឹងណាវារឿងរសៀលហើយដល់ពេលល្ងាចហ្នឹងគឺភ្លៀងទៀតអញ្ចឹងល្ងាចឡើងធ្វើស៊ុបញ៉ាំនៅផ្ទះជុំគ្នាអត់មានបានទៅ pub stage ទៅអីទេអញ្ចឹង vlog របស់ខ្ញុំគឺមានតែប៉ុណ្្នឹងសម្រាប់ថ្ងៃទី2